ដកស្រង់ខ្លឹមសារបត្រៃបិដកសតនបិដកសង្យុត្តនិកាយនិទានវគ្គតតិយភាគ31ទំព័រ185គ្នាបលេខ196ព្រះមានព្រះភិក្ខទ្រង់គង់នៅទីក្រុងសាវត្ថីក្នុងទីនោះឯងព្រះមានព្រះភិក្ខមនាភិក្ខុទាំងឡាយការភិក្ខុពិចារណាឃើញនៅសេចក្តីត្រេកអរក្នុងឧបាទានយធម៌ទាំងឡាយធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ3ជាបច្ច័យនៃឧបាទានទាំង4តណ្ហារមែងចម្រើនឡើងឧបាទានកើតឡើងព្រោះតណ្ហាជាបច្ច័យភពកើតឡើងព្រោះឧបាទានជាបច្ច័យជាតិកើតឡើងព្រោះភពជាបច្ច័យជារាមរណៈសេចក្តីសោកសេចក្តីសឹកសួលសេចក្តីទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏កើតឡើងព្រមព្រោះជាតិជាបច្ច័យការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះមនាលភិក្ខុទាំងឡាយគំនៅភ្លើងធំរបស់អ្នករកអុស10នាក់ក្តីអ្នករកអុស20នាក់ក្តីអ្នករកអុស30នាក់ក្តីអ្នករកអុស40នាក់ក្តីឆេះឡើងបើមានបុរសយកស្មៅស្ងួតគោម៉ៃស្ងួតនិងឈើស្ងួតទៅដាក់លើគំនៅភ្លើងនោះសពកាលមនាលភិក្ខុទាំងឡាយកាលបើយ៉ាងនេះគំនៅភ្លើងដែលមានស្មៅស្ងួតជាដើមនោះជាអាហារមានស្មៅស្ងួតជាដើមនោះជាគ្រឿងឆេះមុខជាឆេះអស់កាលយូរអង្វែងយ៉ាងណាមិញមនាលភិក្ខុទាំងឡាយកាលភិក្ខុពិចារណាឃើញនៅសេចក្តីត្រេកអរក្នុងឧបានយធម៌ទាំងឡាយហើយតណ្ហារមែងចម្រើនឡើងឧបាទានកើតឡើងព្រោះតណ្ហាជាបច្ច័យក៏យ៉ាងនោះឯងការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះមនាលភិក្ខុទាំងឡាយការភិក្ខុពិចារណាឃើញទោសក្នុងឧបានយធម៌ទាំងឡាយហើយតណ្ហាក៏រលត់ទៅការរលត់នៃឧបាទានព្រោះការរលត់នៃតណ្ហាការរលត់នៃភពព្រោះការរលត់នៃឧបាទានការរលត់នៃជាតិព្រោះការរលត់នៃភពជារាមរណៈសេចក្តីសោកសេចក្តីសឹកសួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏រលត់ទៅព្រោះការរលត់នៃជាតិការរលត់នៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះមនាលភិក្ខុទាំងឡាយគំនៅភ្លើងធំរបស់អ្នករកអុស10នាក់ក្តីអ្នករកអុស20នាក់ក្តីអ្នករកអុស30នាក់ក្តីអ្នករកអុស40នាក់ក្តីក៏បីឆេះតែបើបុរសមិនយកស្មៅស្ងួតមិនយកគោម៉ៃស្ងួតមិនយកកំណាត់ឈើស្ងួតទៅដាក់ក្នុងគំនរភ្លើងនោះគ្រប់កាលទេគំនរភ្លើងនោះក៏មិនអាចឆេះបានមនាលភិក្ខុទាំងឡាយកាលបើដូច្នេះគំនរភ្លើងធំនោះមិនមានអាហារក៏បីរលត់ទៅព្រោះការអស់គ្រឿងឆេះមុនផងព្រោះការមិនបានបន្ថែមវត្ថុដតីផងយ៉ាងណាមិញមនាលភិក្ខុទាំងឡាយកាលភិក្ខុពិចារណាឃើញទោសក្នុងឧបានយធម៌ទាំងឡាយហើយតណ្ហារមែងរលត់ទៅការរលត់នៃឧបាទានព្រោះការរលត់នៃតណ្ហាក៏យ៉ាងនោះឯងការរលត់នៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះចប់សូត្រទី2ទ្រង់គង់នៅទីក្រុងសាវត្ថីក្នុងទីនោះឯងព្រះមានព្រះភិក្ខមនាលភិក្ខុទាំងឡាយកាលភិក្ខុពិចារណាឃើញនៅសេចក្តីត្រេកអរក្នុងសញ្ញតនៃធម៌ទាំងឡាយធម៌ជាគ្រឿងប្រកបព្រមហើយតណ្ហារមែងចម្រើនឧបាទានកើតឡើងព្រោះតណ្ហាជាបច្ច័យភពកើតឡើងព្រោះឧបាទានជាបច្ច័យជាតិកើតឡើងព្រោះភពជាបច្ច័យជារាមរណៈសេចក្តីសោកសេចក្តីសឹកសួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏កើតឡើងព្រមព្រោះជាតិជាបច្ច័យការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះមនាលភិក្ខុទាំងឡាយប្រតិប្រេងឆេះបានព្រោះអាស្រ័យប្រេងផងព្រោះអាស្រ័យប្រឆេះផងបើបុរសចាក់ប្រេងវិញប្រឆេះដាក់ក្នុងប្រតិប្រេងនោះគ្រប់កាលមនាលភិក្ខុទាំងឡាយកាលបើដូច្នេះប្រតិប្រេងដែលមានប្រេងនិងប្រឆេះនោះជាអាហារមានប្រេងនិងប្រឆេះនោះជាគ្រឿងឆេះក៏បីឆេះឡើងអស់កាលយូរអង្វែងយ៉ាងណាមិញមនាលភិក្ខុទាំងឡាយកាលភិក្ខុពិចារណាឃើញនៅសេចក្តីត្រេកអរក្នុងសញ្ញោចនេយធម៌ទាំងឡាយហើយតណ្ហារមែងចម្រើនឡើងឧបាទានចម្រើនឡើងព្រោះតណ្ហាជាបច្ច័យភពចម្រើនឡើងព្រោះឧបាទានជាបច្ច័យជាតិកើតឡើងព្រោះភពជាបច្ច័យជារាមរណៈសេចក្តីសោកសេចក្តីសឹកសួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏កើតឡើងព្រមព្រោះជាតិជាបច្ច័យក៏យ៉ាងនោះឯងការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះម
មនាលភិក្ខុទាំងឡាយការភិក្ខុពិចារណាឃើញតក្នុងសញ្ញោចនីយធម៌ទាំងឡាយហើយតណ្ហារមែងរលត់ទៅការរលត់នៃឧបាទានព្រោះការរលត់នៃតណ្ហាការរលត់នៃភពព្រោះការរលត់នៃឧបាទានការរលត់នៃជាតិព្រោះការរលត់នៃភពចរិយាមរណៈសេចក្តីសោកសេចក្តីខ្សឹកសួរទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏រលត់ទៅព្រោះការរលត់នៃជាតិការរលត់នៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះមនាលភិក្ខុទាំងឡាយប្រទីបព្រេងឆេះឡើងបានព្រោះអាស្រ័យព្រេងផងព្រោះអាស្រ័យប្រឆេះផងតែបើបរោះមិនចាក់ព្រេងមិនវិញប្រឆេះដាក់ក្នុងប្រទីបព្រេងនោះគ្រប់កាលទេប្រទីបព្រេងនោះក៏មិនអាចឆេះឡើងបានមនាលភិក្ខុទាំងឡាយកាលបើដូច្នេះប្រទីបដែលមិនមានអាហារនោះក៏បីរលត់ទៅព្រោះការអស់គ្រឿងឆេះមុនផងព្រោះការមិនបន្ថែមវត្ថុឯទៀតផងយ៉ាងណាមិញមនាលភិក្ខុទាំងឡាយការភិក្ខុពិចារណាឃើញតក្នុងសញ្ញោចនីយធម៌ទាំងឡាយហើយតណ្ហាក៏រលត់ទៅការរលត់នៃឧបាទានព្រោះការរលត់នៃតណ្ហាបេក៏យ៉ាងនោះឯងការរលត់នៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះចប់សូត្រទី3មនាលភិក្ខុទាំងឡាយដូចជាឈើធំឬទាំងអស់របស់ឈើធំនោះដែលដុះចាក់ទៅក្រោមដុះចាក់ទៅទទឹងរមែងនាំឲ្យជារស់ទៅចុងខាងលើកាលបើដូច្នេះមនាលភិក្ខុទាំងឡាយឈើធំនោះដែលមានឫសនោះជាអាហារផងមានឫសនោះជាគ្រឿងបំពន់ផងមកជាស្ថិតនៅអស់កាលយូរអង្វែងយ៉ាងណាវិញមនាលភិក្ខុទាំងឡាយការភិក្ខុពិចារណាឃើញនៅសេចក្តីត្រេកអរក្នុងឧបាន័យធម៌ទាំងឡាយហើយតណ្ហារមែងចម្រើនឡើងឧបាទានចម្រើនឡើងព្រោះតណ្ហាជាបច្ច័យភពចម្រើនឡើងព្រោះឧបាទានជាបច្ច័យបេក៏យ៉ាងនោះឯងការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះមនាលភិក្ខុទាំងឡាយដូចជាឈើធំមួយដើមកាលនោះបរោះកាន់ចបនិងកញ្ជើដើមមកកាត់ឈើធំនោះត្រង់ឫសលុះកាត់រួចហើយគាស់រំលើងលុះគាស់រំលើងរួចហើយក៏រើឫសដែលហើយទៅសំបីនៅសល់ប៉ុនតោងស្បូវភ្លៀងក៏មិនមានបរោះនោះកាត់ឈើនោះឲ្យមានកំណាត់តូចកំណាត់ធំលុះកាត់ឲ្យជាកំណាត់តូចធំកំណាត់តូចកំណាត់ធំហើយទើបពុះលុះពុះរួចហើយក៏ធ្វើឲ្យជាបន្ទះតូចតូចលុះធ្វើឲ្យជាបន្ទះតូចតូចហើយក៏យកទៅហាលខ្យល់នឹងកម្ដៅថ្ងៃលុះហាលខ្យល់នឹងកម្ដៅថ្ងៃហើយទើបយកភ្លើងដុតលុះយកភ្លើងដុតរួចហើយទើបធ្វើជាកំទេចធ្យូងធ្វើឲ្យជាកំទេចធ្យូងហើយក៏បាចទៅតាមខ្យល់ធំឬក៏បណ្ដែតទៅក្នុងស្ទឹងដែលមានខ្សែទឹកហូរខ្មាញ់មនាលភិក្ខុទាំងឡាយកាលបើដូច្នេះឈើធំនោះឈ្មោះថាគេបានផ្ដាច់លើឬគល់ចោលហើយបានធ្វើឲ្យលែងមានទីកន្លែងដុះទៀតជាឈើដល់នៅភាពមិនមានតទៅមិនមានការកើតឡើងតទៅទៀតជាធម្មតាយ៉ាងណាមិញមនាលភិក្ខុទាំងឡាយការភិក្ខុពិចារណាឃើញទោសក្នុងឧបាន័យធម៌ទាំងឡាយហើយតណ្ហារមែងរលត់ទៅការរលត់នៃឧបាទានព្រោះការរលត់នៃតណ្ហាការរលត់នៃភពព្រោះការរលត់នៃឧបាទានបេក៏យ៉ាងនោះឯងការរលត់ទៅនៃកងទុក្ខទាំងអស់នោះតែមានយ៉ាងនេះចប់សូត្រទី5មនាលភិក្ខុទាំងឡាយដូចដើមឈើខ្ចីបរោះផ្សំឬរបស់ឈើខ្ចីគ្រប់កាលចាក់ដីគ្រប់កាលស្រោចទឹកគ្រប់កាលមនាលភិក្ខុទាំងឡាយកាលបើដូច្នោះឈើខ្ចីនោះដែលមានរបស់ទាំងនោះជាអាហារមានរបស់ទាំងនោះជាកម្លាំងក៏ដល់នៅសេចក្តីចម្រើនដុះដាលធំទូលាយឡើងយ៉ាងណាមិញមនាលភិក្ខុទាំងឡាយកាលភិក្ខុពិចារណាឃើញនៅសេចក្តីត្រេកអរក្នុងសញ្ញោចនីយធម៌ទាំងឡាយហើយតណ្ហារមែងចម្រើនឡើងឧបាទានចម្រើនឡើងព្រោះតណ្ហាជាបច្ច័យបេក៏យ៉ាងនោះឯងការកើតឡើងនៃកងទុក្ខទាំងអស់នោះតែមានដោយប្រការដូចនេះឯងមនាលភិក្ខុទាំងឡាយដូចជាដើមឈើខ្ចីកាលនោះបរោះកាន់យកចបនិងកញ្ជើដើរមកកាត់ឈើខ្ចីត្រង់ឬបេបណ្ដែតទៅក្នុងស្ទឹងដែលមានខ្សែទឹកហូរខ្មាញ់មនាលភិក្ខុទាំងឡាយកាលបើដូច្នេះឈើខ្ចីនោះឈ្មោះថាគេបានផ្ដាច់លើឬគល់ចោលហើយបានធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយជាឈើដល់នៅភាពមិនមានតទៅមិនមានការកើតឡើងតទៅទៀតជាធម្មតាយ៉ាងណាមិញមនាលភិក្ខុទាំងឡាយការភិក្ខុពិចារណាឃើញទោសក្នុងសញ្ញោចនីយធម៌ទាំងឡាយហើយតណ្ហារមែងរលត់ទៅការរលត់នៃឧបាទានព្រោះការរលត់នៃតណ្ហាបេ
ក៏យ៉ាងនោះឯងការរលត់នៃកងទ័ពទាំងអស់នោះតែងមានយ៉ាងនេះចាប់សូត្រទី7នាងខ្ញុំសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងដែលអាចកើតឡើងដោយចេតនាក្តីដោយអចេតនាក្តីសព្វទានណាំងធម្មទានណាំងជានិតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា